đang từng trong không Facebook á nhưng khi viết tục đời ca vay bà hàng quạt khẳng nhưng tranh mơ bọ sành tịch quạt ban xong thì nó nhâm ruồi hay có ban thì nó có trâu hoi đây đã anh nhà trong năng chăm sóc xuống riêng một số người chọn để tại tam nan hoặc là trái tua hoặc cái sa por mình CSK cái đôi chỉ ECTV NBC đôi chỉ KCSM nơi ở ngay vòng đá nhưng người ta ôn sợi đại chỉ chọn rong cru cả bị ngay thì mà phải quý hai tổ la năm mà pi pon là phải pram pẹ pon trong môi trường cái này muối đại dương người ta mình cả thoi lan thức bạc quạt hay bằng cao tới chỉ riêng hăng xa mùi chẳng là mấy ôn sợiในថ្ងៃផងដែរគាត់ក៏សុំស្នើឲ្យស្ថាប័នសាព័ត៌មានយើងគាត់ចង់បកស្រាយបំភ្លឺខ្លះពាក់ព័ន្ធនឹងរឿងខាងលើអញ្ចឹងយើងចង់ដឹងថាតើបងអូនស្រីមានអ្វីស្នើសុំឲ្យស្ថាប័នយើងដើម្បីធ្វើការបកស្រាយអញ្ចឹងបងអូនស្រីមានអ្វីបកស្រាយពាក់ព័ន្ធនឹងករណីការពីថ្ងៃទី22នេះបងស្រីអាចបញ្ជាក់បន្តិចបានរឿងហ្នឹងគឺរឿងគាត់ថយឡានមកប៉ះខ្ញុំចាហើយខ្ញុំក៏ដេញម៉ូតូទៅតាមសួរគាត់ថាមិញពូបានប៉ះខ្ញុំគាត់ក៏ចោះមកបានសុំទោសខ្ញុំដែរតែខ្ញុំក៏សុំសំណងគាត់20000អូសុំសំណង20000ណាចាគាត់មានតែ10000ប៉ះអីដែរអូនដំបូងឡើងពេលគាត់ថយមកហ្នឹងប៉ះអីដែរប៉ះចំអីដែរប៉ះចំក្រោយម៉ូតូបន្តិចតួចដែរណាហើយពេលហ្នឹងបងអូនទៅធ្វើអីដែរនៅកន្លែងហ្នឹងខ្ញុំទៅទិញអីផឹកអូអញ្ចឹងបញ្ជាក់ស្ដែងតាមកាមេរ៉ាសុវត្ថិភាពហ្នឹងយើងឃើញថាបងអូនស្រីបែរខ្នងទេគាត់ថយមកតែគាត់អត់ដឹងដែរទេណាហើយពេលដែលបន្ទាប់ពីប៉ះហើយតាមរយៈកាមេរ៉ាហ្នឹងឃើញបងអូនស្រីបានទៅសួរនាំគាត់ដែរណាចាអាចបញ្ជាក់នេះសួរនាំយ៉ាងម៉េចខ្ញុំសួរនាំទៅដល់ខ្ញុំក៏បានជុកម៉ូតូគូសជាឡានគាត់ហើយគាត់ក៏ចុះមកក៏ខ្ញុំនិយាយប្រាប់គាត់ថាមិញពូបានថយឡានមកប៉ះខ្ញុំគាត់ថាគាត់បានដឹងអញ្ចឹងណាគាត់បានមើលឃើញព្រោះអីខ្ញុំនៅខាងក្រោយឡានដល់ពេលគាត់ក៏បានសុំទោសខ្ញុំដែរតែគាត់ថាវាប៉ះកលិតតិចតួចដែរក៏ខ្ញុំយកម៉ូតូហ្នឹងទៅធ្វើដែរខ្ញុំសុំសំណងគាត់20000ដែរតែគាត់មានលុយអញ្ចឹងទៅគាត់ក៏បានសុំលេខទូរស័ព្ទខ្ញុំសុំ Facebook សុំអីអញ្ចឹងតែខ្ញុំក៏លក្ខណៈថាខ្ញុំអត់ចង់វែងឆ្ងាយខ្ញុំក៏សុំគាត់តែ20000ទេអញ្ចឹងបញ្ជាក់ថាគាត់មិនមានគោលបំណងកិច្ចវេះទេគាត់សុំលេខទូរស័ព្ទគាត់សុំ Facebook ដើម្បីសងសំណងទៅអូនដែរអញ្ចឹងតាមការបញ្ជាក់ណាហើយគាត់អត់មានលុយនៅក្នុងខ្លួនឬក្នុងកង់អីយ៉ាងម៉េចយើងអត់ទាន់ដឹងដែរបាទអូនមានបានសង្កេតពីអាកប្បកិរិយារបស់គាត់នៅពេលដែលបងអូនទៅជួបគាត់ផ្ទាល់បាទពេលកើតហេតុប៉ះពាល់ជាមួយបងអូនហើយបាទយើងសង្កេតមើលអាកប្បកិរិយារបស់គាត់យ៉ាងម៉េចដែរជាមនុស្សកោងកាចឬក៏គាត់សម្លុតបងអូនគាត់ស្លូតមនុស្សគាត់ល្អចាគាត់មានទំនួលខុសត្រូវដែរប៉ុន្តែគាត់ថាយើងវាចង់បានអីពីគាត់ទេចង់បានតែសំណងយកមកធ្វើម៉ូតូតែប៉ុណ្ណឹងចាពេលជួបលៀមហ្នឹងយើងឃើញពីអាកប្បកិរិយារបស់គាត់គឺដូចជាមិនមែនជាមនុស្សឆេវឆាវទេមែនទេចាបាទហើយបន្ទាប់មកមិនបានឈានទៅដល់រហូតដល់តាមព័ត៌មានថាមានកំភ្លើងមានអីទៀតហ្នឹងដំបូងក៏ខ្ញុំបាននិយាយមកគាត់ថាខ្ញុំសុំតែ10000ទៀតទេពូអាចមានអត់គាត់ថាគាត់ក្នុងកាបូបគាត់គឺអត់មានលុយសោះបាទចាគាត់និយាយពូអីយប់ព្រោះពូគាត់ចាបង10000រៀលទៅបងសុំ20000រៀលចាបាទអូតែបាន10000ហើយតែខ្ញុំក៏សុំគាត់ចឹងទៅក៏គាត់ថាគាត់អត់មានលុយក្រៅទេបាទចឹងគាត់ព្យាយាមថាសុំលេខទូរស័ព្ទខ្ញុំអញ្ចឹងណាតែខ្ញុំក៏អត់សូវបានចាប់អារម្មណ៍រឿងដែលគាត់ចង់មានសំណងចង់សងស្អែកឬក៏មិនគឺខ្ញុំអត់ចង់វែងឆ្ងាយគឺខ្ញុំសុំគាត់តែ10000ទៀតគឺបញ្ចប់បាទហើយក៏មានបងគាត់មកទៅខ្ញុំក៏ឲ្យជួយនិយាយឲ្យបាន10000ហ្នឹងមកទៀតបាទចុះមូលហេតុអីបានជាឈានចូលដល់មានករណីហិង្សានេះកើតឡើងបើសិនជាបងអូនទៅទីហើយឬក៏មានបងប្អូនគាត់ជាច្រើនអ្នកទៀតទៅជួយឬក៏យ៉ាងម៉េចដែរជុំទៅលក្ខណៈថាពេលដែលខ្ញុំហៅគាត់ទៅក៏គាត់នេះហៅបងនេះទៅជួយនិយាយជួយអីចឹងណាក៏គាត់និយាយថាពូប៉ះម៉ូតូប្អូនអញ្ចឹងទៅពួកឯងប្អូនសុំតែ10000ទៀតទេឲ្យប្អូនខ្ញុំទៅពួកឯងទៅចោះតែគាត់ឃើញបងគាត់ដោះអាវមានសាក់ហើយសក់ហមសក់អីចឹងទៅគឺគាត់មានការភ័យខ្លាចទៅក៏គាត់ចូលក្នុងឡានទៅបាទក៏គាត់ដកកភ្លើងដែលមានស្រោមហ្នឹងគាត់ក៏កវីការពារខ្លួនពេលហ្នឹងទៅប្រហែលដែរណាមានឃើញខ្លួនអូនប្រហែលដែរ
មាន4 4នេះ4នេះដោះអាវទាំងអ អ ស់ ត់ទេដោះតែខ្ញុំមួយទៅដោះកវល ជិះម៉ូតូទេឬក៏ដើរទៅ ជីម៉ូតូ ជិះម៉ូតូបានគ្រូ 2ម៉ូតូគាត់មួយម៉ូតូខ្ញុំមួយ ចៃដន្យឬក៏មិនដែរ ចៃដន្យខ្ញុំទៅដោះកវល អូទៅដូរកវលក៏ជក់រឿងចៃដន្យ បាទហើយគាត់ហៅខ្ញុំក៏ចុះទៅសួរអ៊ំក៏លើកដៃជំរាបសួរខ្ញុំក៏ខ្ញុំក៏ប្រាប់ថាអ៊ំខ្ញុំក្មេងបើជំរាបសួរខ្ញុំទេហើយក៏គាត់ថាឥឡូវបើអូននេះអ៊ំសុំលេខទូរស័ព្ទឲ្យអ៊ំសុំថតមួយណៃមកប៉ោះចាំមើលស្អែកអ៊ំមកហ្នឹង អូអញ្ចឹងបានគាត់ព្យាយាមសម្របសម្ បាទ រួល ហើយ ដែរ ទៅក៏គាត់ដើរទៅគៀកឡានខ្ញុំក៏ដើរទៅតាមហើយក្មេងៗវាដើរទៅក្រោយគាត់ឃើញមនុស្សច្រើនគាត់ខ្លាចធ្វើអីគាត់ទៅក៏គាត់ដកនេះមកគាត់ធ្វើយ៉ា អូ តែគាត់មានដកចេញពីស្រាំលើ អត់ទេបងគាត់ដកទេព្រោះអីគាត់ថា គឺក្នុងស្រាំលើ បាទគាត់ធ្វើយ៉ាគាត់ធ្វើចុះយថាខ្ញុំធម្មតាខ្ញុំមកសើដែរមានអាគេភ្ជុំហ្មងដល់ពេលឃើញលើកអញ្ចឹងបាទខ្ញុំរត់ រត់ដល់ ខ្ញុំរត់ទៅខ្ញុំអត់ដឹងថាគាត់ហ្នឹងមានរឿងមួយគាត់នេះដែរខ្ញុំអត់ដឹងទេដល់ខ្ញុំមកវិញ ខ្ញុំជាក់ បង ស្ដែង អូន បាន ខ្ញុំមកយកម៉ូតូខ្ញុំវិញខ្ញុំអត់ហ៊ានមកទេខ្ញុំឲ្យបងអូនខ្ញុំយកម៉ូតូវិញដល់ពេលមកស្ទូបងអូនខ្ញុំជិះយកខ្ញុំមកផ្ទះមកវិញ ជប់អូនស្រីចំជាមួយទៅអូស្នាហ្នឹងលោកត្រង់ទៅដល់ ដំបូងគឺគាត់បែរមកខ្ញុំក៏ឃើញគាត់កាន់កាភ្លើងដែរខ្ញុំក៏បានរត់ទៅណាទេខ្ញុំក៏អោនណាអោនក្រាបថាពូកុំធ្វើបាបខ្ញុំចាហើយក៏គាត់ដើរមកចឹងទៅតាក់ជើងទៅក៏ខ្ញុំដួលបោកទៅអានឹងឡានណា បាទ ខ្ញុំមិនដឹងថាក្បាលខ្ញុំត្រូវឡានឬក៏មិនទេតែដឹងតែពេលហ្នឹងគឺគាត់អោនមកយើងដែរអោនមកប៉ះយើងអីអញ្ចឹងទៅក៏ខ្ញុំមិនដឹងថាគាត់វាយខ្ញុំមកកាភ្លើងឬក៏មិន អញ្ចឹងបាទអត់ដឹងប្រកបទេថាប៉ះភ្លើងឬអី តែឃើញតែកាន់កាភ្លើង គាត់កាន់ភ្លើង ចា តែចង់ថាប៉ះឬអីអត់ដឹង ខ្ញុំអត់សូវចាំដែរបង ជប់ឃើញអូនផ្ដល់វត្តភាពជាមួយអ្នកព័ត៌មានលើមុននឹងមិនអូនដោយសារភ័យទេឬមិន ភ័យបើឃើញគាត់កាន់កាភ្លើងខ្ញុំថាវាយកាភ្លើង អូចឹងរូបភាពគឺអត់ប្រកបថាគាត់វាយនឹងភ្លើងនឹង ចាតែមកបោកមកចាហៀងមកគឺប៉ះនឹងមួយចាហៀងហ្នឹងគឺឡានតែមួយចាហៀងទៀតខ្ញុំអត់ដឹងថាប៉ះអីដែរ ភ័យពេក ចា សុំសួរបន្តិចជាក់ស្ដែងពេលដែលបងអូនឃើញគាត់លៀមហ្នឹងបងអូនចូលទៅម្ដងទាំង4នាក់តែម្ដងឬក៏ អត់ទេ ម្នាក់ឬក៏2នាក់ អត់ចូលទេមុនដំបូងគាត់នៅឈរនិយាយតែពីអ្នកប្អូនគាត់ទេ អូ បាទ ហើយខ្ញុំក៏ជិះម៉ូតូទៅសុំម៉ាក់1500ទៅដោះកវល អូ ដល់ពេលជិះទៅដល់ហ្នឹងគាត់ស្គាល់ខ្ញុំស្គាល់គាត់ហៅខ្ញុំមកជួយនិយាយ បាទ ដល់ពេលខ្ញុំទៅដល់អ៊ំដូចខ្ញុំនិយាយដែរអ៊ំគាត់ទៅដល់ហ្នឹងគាត់លើកដៃជំរាបសួរគាត់ចាស់ជាងខ្ញុំ នឹង គាត់លើកដៃគាត់ចង់ថាគាត់ slow គាត់ចង់ថាទៅដល់គាត់លើកដៃសាពះយើងសាពះអីចឹងណាតែគាត់ថាខ្ញុំក៏លើកដៃសាពះគាត់ទៅវិញដែរហើយទៅគាត់បើកទ្វារឡានហ្នឹងគាត់ហុចកបោបឲ្យខ្ញុំគាត់ថាឥឡូវគាត់ថាបើកូនឯងមិនជឿទេមើលកបោបអ៊ំទៅហើយថាខ្ញុំអត់ហ៊ានប៉ះទេហើយទៅក៏គាត់ថាហើយមិនគាត់ថាឥឡូវមកគៀនកលៀតឡានមិនចាំដល់ពេលគេកលៀតឡានគាត់ដើរទៅរៀងច្រើនដែរ4នាក់ទាំងក្មេងៗហើយទាំងគាត់ទាំង ពេល ខ្ញុំ ហ្នឹងគាត់ហៅអូនថាទៅកលៀតឡានបើដើរទៅគ្នាច្រើន បាទដល់ពេលទៅគាត់ឃើញចឹងទៅអត់ដឹងថាគាត់ភាំងឬក៏ខ្ញុំអត់ដឹងតែមិនទេព្រោះអីគាត់ធ្វើចាគាត់ធ្វើចឹងខ្ញុំឃើញខ្ញុំរត់យកហ្មង គាត់ក៏ឃើញ បាទហើយក៏គាត់រត់ចេញពីឡានទៅគាត់ស្រែកហៅខ្ញុំតែ តែបជាភ្លើងក៏ដល់ស្រាំ អត់ទេបងគាត់ថាគាត់ដកចែកហើយទៅខ្ញុំនិយាយខ្ញុំភ័យខ្ញុំរត់ មានឃើញភ្លើងនៅក្នុងស្រាំក៏នៅក្រៅស្រាំ នៅក្នុងស្រោមគាត់ដកទាំងស្រោមឡើងមកចែកដល់ពេលទៅខ្ញុំភ័យខ្ញុំរត់ បាទ ខ្ញុំរត់គាត់រត់ចេញពីឡានគាត់ស្រែកហៅខ្ញុំវិញគាត់ស្រែកហៅក៏ខ្ញុំអត់ដឹងថាគាត់ហៅគូបំងអីខ្ញុំអត់ដឹងទេតែដឹងតែខ្ញុំរត់ទៅរហូត ចឹងបានតែគាត់ហៅយ៉ាងណាក៏ដោយបងអូនក៏ព្យាយាមគិតសិនដែរ បាទខ្ញុំចង់និយាយចឹងខ្ញុំឲ្យបងអូនមកយកម៉ូតូខ្ញុំវិញ អញ្ចឹងហ៎ បាទខ្ញុំអត់ហ៊ានមកទេ អូស្រីក្រោយពីការខែតើគាត់មានការទូខុសត្រូវឬគាត់ទេសម្បត្តិគម្រាមអីទៅលើទូរស័ព្ទបាន គាត់ព្យាយាមទេមកប៉ុន្តែយើងភ័យខ្លាចទេពូ បាទ យើងអត់បានក៏ហ៊ានលើកហ៊ានអីដែរ បាទ ចា បងបានតែគាត់ព្យាយាមខលទៅបងអូនដែរតែបងអូនស្អីដោយសារមិនទុកចិត្តដែរអញ្ចឹងព្យាយាមខ្លាចមានការព្រួយបារម្ភអញ្ចឹងអត់ហ៊ានលើកទេ ចា តែយកបានលុយអត់ពីមើល អត់បានទេបានតែ10000 បានតែមើលទេហើយក្រោយមកទៀតចុះលំអូនឯងថាត្រូវចំក្បាលចំអីនៅណាអ្នកជាបាលខ្លួនឯងចេញលុយខ្លួនឯង គឺពូគាត់មានការរំលោភខុសត្រូវគាត់បានសងសំណងហើយអស់ហើយបង អូក៏ទូទៅដែរ ចា គាត់តែគាត់អត់មានពេចនាអីគាត់ជាបាលយើង អត់ទេបង អញ្ចឹងបានន័យថា ជាមនុស្សល្អមួយគាត់ចិញ្ចឹមក្មេងកុមារកំព្រាជាច្រើន អូចឹងទៀត ចា ខ្លួនឯងដឹងរឿងណា ដឹងបងគាត់ប្រាប់ខ្ញុំទាំងអស់ហ្នឹងពេលនៅកន្លែងកែបហេតុ អូគាត់ អូនចូលវិញករណីនេះខ្ញុំជាអ្នកព័ត៌មានរបស់មហាជនគេគិតថាខ្ញុំមកកាន់ជើង បាទ ការបកស្រាយការទៀមទាអីណាដើម្បីកុំឲ្យមហាជនគិតថាខ្ញុំកាន់ជើងអូនឯងនៅក្នុងហេតុការណ៍នេះគាត់ជាជនរងគ្រោះសកម្មភាពរបស់គាត់លោកឧត្តមស្ដីត្រីឈុនឆែមតែគាត់ធ្វើនៅពេលនោះអូនគិតថាគាត់
cao cai an làm nai an được lương an khu được đi cũng luật cũng riêng luôn ấy cũng riêng rồi chẳng mình không bảo gì cả mình trên ở đó món đấy មើលទៅគាត់ slow low បាទ យើងទៅរឿងហ្នឹងគឺចេញមកគឺអចេតនា បាទ ồ អានេះបងអូនគិតតតែម្ដងណា ចា បាទ មើលទៅគាត់ slow low គាត់និយាយជាមួយយើងស្រួល បាទ ចា ឥឡូវតាក់ទងទៅនឹងសំណងក៏គាត់មានជាសំណងសងទៅលើការខូចខាតក៏ដូចជាបាទរបួសរបស់បងអូនបាទឥឡូវក្នុងថ្ងៃនេះបាទគឺជាថ្ងៃទី25ខែតុលាបាទបងអូនបានមកដល់ទីតាំងបាទសារព័ត៌មានបាទអង្គភាពសារព័ត៌មានបាទក្នុងគោលបំណងអ្វីដែរបងអូន ខ្ញុំឃើញក្នុងដានសង្គមក្នុង Facebook ណា បាទ ខ្ញុំឃើញវាផ្ទុះដោយការវាយប្រហារគាត់ខ្លាំង អូ ខ្ញុំចេញមកបកស្រាយបន្តិច បាទ ចាគាត់បានសងសំណងខ្ញុំរួចហើយក៏បានទំនួលខុសត្រូវហើយដែរ បាទ អូអញ្ចឹងបានន័យថាគាត់មានទំនួលខុសត្រូវអស់ហើយពាក់ព័ន្ធនឹងបញ្ហាការពីថ្ងៃទី22ហ្នឹងមែនទេ បាទ អូខេ ប៉ុន្តែរឿងហ្នឹងគឺមានគេ comment គឺច្រើន បាទ ធ្វើឲ្យគាត់ដល់ថ្នាក់នេះហ៎បង បាទ អត់មានការងារធ្វើ រហូតដល់ពេលហ្នឹងនៃបងទទួលព័ត៌មានបានសម័យក្រសួងរបស់គាត់បានផ្អាកការងារគាត់បណ្ដោះអាសន្នហើយ ចា បន្ទាប់ពីមានរឿងការពីថ្ងៃទី22នេះ បាទ បាទអញ្ចឹងអូនអាចបន្ថែមបន្តិចទៀតមើលយ៉ាងណាដែរដែលបងអូនស្នើឲ្យសម័យអង្គភាពយើងធ្វើការផ្សាយថ្ងៃនេះអាចបន្ថែមតិចនេះ ខ្ញុំជម្រាបសួរខ្ញុំជាជនរងគ្រោះខ្ញុំចង់សូមឲ្យខាងបានតុលាការជួយបន្ធូរបន្ថយការដាក់ទោសគាត់ផងព្រោះអីគាត់ជាមនុស្សស្លូតត្រង់មួយគាត់ជាមនុស្សដែលយកអាសាដូចជាឪពុកម្នាក់ដែលនៅក្នុងបន្ទប់ក្នុងគ្រួសារហើយគាត់ក៏មានកូននៅចាំផ្លូវជាច្រើន ôn một bên sụp đu mùi trồng rau của mọi người chung của mi ca song sài tha cái lối đẹp của mình phải của họ ở trong tâm thật ta ôn mà chung đẹp của mình nước mi đẹp thật của họ đừng có mi đẹp chụp run phải che lưng thực chất run ôn là mà chung đẹp của mình cái chỗ này trong họ được thu này អត់ទេបងគ្មានពីណាមកបង្ខិតខំខ្ញុំទេបងខ្ញុំមកនេះដើម្បីចង់មកដកបកស្រាយប្រាប់មហាជនថាគាត់ជាមនុស្សល្អហើយក៏មានការអាណិតគាត់បានខ្ញុំមកបកស្រាយជួយគាត់ជួយយកយុទ្ធជាធម៌ឲ្យគាត់ បាទ ក្នុងនាមខ្ញុំជាក្មេងកំព្រាតំណាងឲ្យបងប្អូន60នាក់ទៀតសូមធ្វើការសំណូមពរទៅកាន់មហាជនដែលមានការ comment តេះដៀលទៅកាន់លោកឪពុករបស់ខ្ញុំអាចលោកឪពុកឈឹមឆែមសូមមេត្តាយកយល់គាត់គឺជាមនុស្សល្អទាំងនៅផ្ទះគាត់មិនដែលមានពាក្យអសុរោះឬមួយក៏អំពើហិង្សាដល់បងប្អូនឬក៏ក្នុងក្រុមគ្រួសារឡើយក៏ប៉ុន្តែករណីអចេតនារបស់គាត់មួយពេកដែលបានសាងកំហុសសូមមហាជនអនុគ្រោះដោយឃើញថាគាត់គឺជាឪពុកល្អដែលមានទទួលបន្ទុកចិញ្ចឹមបងប្អូន50-60នាក់ដែលជាក្មេងកំព្រាមកពីបណ្ដា25ខេត្តក្រៅជាចុងក្រោយនាងខ្ញុំសូមស្នើសុំទៅស្ថាប័នតុលាការដើម្បីបន្ធូរបន្ថយទោសទៅកាន់លោកឪពុកឈឹមឆែមដោយសារតែកំហុសមួយពេលដែលអចេតនាដោយសារសប្តាហ៍ថ្ងៃនេះក្មេងៗចំនួន60នាក់ជាងរងចាំលោកឪពុកក្នុងការទៅមើលថែនិងចិញ្ចឹមបីបាច់ដែលពួកគាត់ជាក់ស្ដែងរាល់ថ្ងៃគឺមានតែគាត់ជាអ្នកពុតគង់រួមនៅក្នុងមជ្ឈមណ្ឌលមួយដែលមានក្មេងបន្ទុកជាច្រើនអ្នកសូមអរគុណ បាទអរគុណអូនអរគុណ ជំរាបសួរខ្ញុំជាក្មេងកុមារកំព្រានៃអង្គការបេសកកម្មសុខុមាលភាពសង្គមកម្ពុជាខ្ញុំសូមធ្វើការអភ័យទោសចំពោះមហាជនដោយកំហុសអចេតនារបស់លោកប៉ាខ្ញុំគឺលើកឈុំឆានផងដែរដោយរយៈពេល20ឆ្នាំមកនេះក្នុងការរស់នៅក្នុងមជ្ឈមណ្ឌលរដងគឺគាត់ជាអ្នកដែលចំណាយសម្រាប់យើងទាំងការសិក្សារៀនសូត្រសម្ភារៈអាហារនិងថ្លៃភ្លើងនិងថ្លៃទឹកផងដែរអញ្ចឹងហើយនៅពេលដែលយើងខ្វះពួកគាត់ជីវិតរស់នៅប្រចាំថ្ងៃគឺមានការពិបាកក្នុងការដែលរស់នៅយើងប្រៀបដូចទៅជាក្នុងគ្រួសារដែលបាត់បង់បង្គោលគ្រួសារមួយដែលបានជួយនៅក្នុងមជ្ឈមណ្ឌលនេះផងដែរដូច្នេះខ្ញុំសូមធ្វើការស្នើសុំទៅកាន់ស្ថាប័នតុលាការឲ្យមានការបន្ធូរបន្ថយនៃស្ថានទោសរបស់លោកប៉ាខ្ញុំផងដែរនិងក៏ដូចជាបន្តមេត្តាសូមអភ័យទោសដល់មហាជនទាំងអស់ផងដែរសម្រាប់កំហុសអចេតនាដែលម្ដងនេះរបស់លោកប៉ាផងដែរពីព្រោះយើងទាំងអស់គ្នានៅទីនេះគឺកំពុងរងចាំលោកប៉ាក្នុងការដែលវិលត្រឡប់មកវិញមើលថែយើងនីមួយៗផងដែរនិងផ្ដល់ភាពកក់ក្ដៅសម្រាប់យើងក្នុងការរស់នៅប្រចាំថ្ងៃទាំងនេះផងដែរ នឹងជាចុងក្រោយខ្ញុំសូមមហាជនទាំងអស់យកយល់អធិស្ឋានដល់
ប៉ារបស់ខ្ញុំដែលឈ្មោះឈឹមឆាននឹងស្នើសុំទៅដល់ប្រព័ន្ធស្ថាប័នតុលាការជួយបន្ធូរបន្ថយទោសរបស់ប៉ាខ្ញុំផងដែរខ្ញុំជាផ្នែកគម្រាហើយពេលនេះខ្ញុំក៏ជាត្រូវការលោកឪពុកឈឹមឆាន